ការច្បាស់លាស់អញ្ចឹងពួកខ្ញុំនៅនេះជាក្រុមហ៊ុនអញ្ចឹងគឺយើងមានជា target ដាក់ឲ្យខាងបុគ្គលិកខាង sale ដូចជាពួកខ្ញុំជាមានបុគ្គលិក10នាក់អញ្ចឹងខ្ញុំបែងចែកជាមួយនឹង target ដាក់ឲ្យពួកគាត់ជាឆ្នាំហើយក្នុងនាមយើងជាមេក្រុមយើងក៏ត្រូវបែងចែកការងារជាចាំ quarter ជាប្រចាំត្រីមាសហើយយើងចែកដូចរកគ្រូបានមានប្រសាសន៍មកអញ្ចឹងមានថាពីមួយឆ្នាំបើសិនជាយើងដាក់1លានយើងចែកយ៉ាង4 Q អញ្ចឹងមួយ Q វាអាចស្មើនឹងប្រហែលយើងដាក់ target ប៉ុណ្ណឹងអញ្ចឹងបន្ទាប់ពីយើងដាក់ផែនការប្រចាំ Q ហើយយើងក៏មានជាអាចថា weekly ប្រចាំសប្តាហ៍ការប្រជុំប្រចាំសប្តាហ៍ឬក៏ប្រចាំខែដើម្បីយើងត្រួតពិនិត្យតាមដានថាគាត់ខ្វះខាតផងណាគាត់ត្រូវធ្វើមិនដើម្បីឲ្យ target របស់គាត់នឹងត្រូវ complete នឹងត្រូវគ្រប់ចឹងហើយនឹងយើងគួរតែមានរង្វាន់ជូនគាត់ឬទឹកចិត្តអីអត់បើសិនជាក្នុងការដែលគាត់ធ្វើបានឬមិនបានហើយអ្វីដែលខ្ញុំត្រូវខ្វះខាតថ្ងៃនេះគឺចំណុចទី3ដែលយើងត្រូវត្រួតពិនិត្យតាមដានចំណុចលទ្ធផលអញ្ចឹងយើងគិតថាបើសិនជាក្នុងការដែលគាត់ខ្វះយើងគួរតែជំរុញគាត់យើងគួរតែត្រូវណែនាំគាត់ធ្វើម៉េចដើម្បីគ្រប់ target ហើយនឹងទី4ក៏ខ្ញុំគិតថាខ្ញុំក៏ខ្វះខាតដែរបើសិនជាក្នុងការដែលថាយើង set target គាត់ប៉ុណ្ណឹងហើយលទ្ធផលរបស់គាត់គឺមិនដល់ទេតែយើងគួរត្រូវធ្វើម៉េចឲ្យគាត់improve ទៅលើសមត្ថភាពរបស់គាត់បន្ថែមខ្លាំងជាងហ្នឹងអញ្ចឹងខ្ញុំគិតថាថ្ងៃនេះខ្ញុំមកខ្ញុំប្រហែលជានៅខ្វះទី3ទី4គឺខ្ញុំត្រូវការពង្រឹងបន្ថែម